កាលពីម្សិលមិញនេះប្រធានាធិបតីអាមេរិក Donald Trump បានសម្រេចចិត្តកសាងខែលការពារប្រទេសដែលមានឈ្មោះថា Golden Dome បកប្រែជាភាសាខ្មែរថាជាសំណាញ់មាសផ្ទៃអាកាសសម្រាប់ការពារសហរដ្ឋអាមេរិកដែលត្រូវចំណាយថវិកា$175 billion ហើយគឺក្រុមហ៊ុនសហរដ្ឋអាមេរិកសាងសង់ដោយផ្ទាល់នេះគឺជាការកើនឡើងនៃការប្រកួតប្រជែងផ្នែកយោធាអវកាសបើតាមការដឹងនេះគឺជាប្រព័ន្ធថ្មីដោយមានបំពាក់មីស៊ីលនៅពីលើអាកាសហើយនៅលើដីបើខ្ញុំនិយាយឲ្យងាយស្រួលស្ដាប់ទៅគឺគេបំពាក់មីស៊ីលប្រឆាំងជាមួយនឹងមីស៊ីលដែលមិនមានមីស៊ីលណាអាចឆ្លងចូលដែនដីសហរដ្ឋអាមេរិកបាននោះទេគឺអាមេរិកមានមីស៊ីលនៅពីលើអាកាសហើយនឹងនៅលើដីដើម្បីបាញ់ទម្លាក់មីស៊ីលទាំងឡាយណាដែលឈានចូលមកដែនអាកាសរបស់សហរដ្ឋអាមេរិកការធ្វើបែបនេះគឺមានការជំទាស់ជាច្រើនហើយនឹងមានមតិចម្រូងចម្រាសគ្នាយ៉ាងច្រើនបើសិនជាសហរដ្ឋអាមេរិកជាអ្នកចាប់ផ្ដើមធ្វើមុនគេនោះប្រទេសដទៃទៀតនឹងរត់តាមនៅសពាវុធលើដែនអាកាសមានន័យថាប្រទេសដទៃក៏អាចយកសពាវុធអណ្ដែតពីលើផ្ទៃអាកាសដូចគ្នាដែរដើម្បីការពារប្រទេសរបស់គេរៀងៗខ្លួនដូច្នេះសពាវុធនឹងស្ថិតនៅលើអាកាសក្នុងរយៈពេលយូរសូមជម្រាបថាបច្ចុប្បន្ននេះមានសន្ធិសញ្ញាគឺមិនអោយផ្ទុកអាវុធនៅលើដែនអាកាសនោះទេដូច្នេះសហរដ្ឋអាមេរិកហាក់ដូចជាមិនគោរពតាមសន្ធិសញ្ញាអន្តរជាតិតែបំពេញធ្វើអ្វីដែលគិតថាខ្លួនអស្ចារ្យជាងគេចាប់ផ្ដើមមុនគេប៉ុន្តែនឹងមានផលវិបាកនៅពេលដែលប្រទេសលើពិភពលោកចាប់ផ្ដើមរត់ប្រណាំងសពាវុធដែលអណ្ដែតនៅលើអាកាស